សួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះគឺខ្ញុំនឹងអំពីរបៀបនៃការធ្វើ poster មួយបាទអញ្ចឹងជំហានដំបូងគឺខ្ញុំបង្កើតសូមដាក់ background មួយសិនបាទអញ្ចឹងដើម្បីដាក់ color background របស់យើងបានយើងចូលមកកន្លែងនេះទៅមកយើងយកពាក្យថា solid បាទអញ្ចឹងនៅកន្លែងនេះគឺខ្ញុំយកពណ៌ហ្នឹងដោយសារពណ៌ poster របស់យើងខ្ញុំសូមសេរីឲ្យរៀងចាស់តិចមកអូខេអញ្ចឹងគឺខ្ញុំសម្រាប់យកប៉ុណ្ណឹងទៅមកជាពាក្យថាអូខេចំណុចបន្ទាប់គឺខ្ញុំសូមដាក់ shadow មួយសិនដាក់ស្មៅនៅកន្លែងនេះដើម្បីឲ្យមើលទៅរៀងខ្លាំង add color អញ្ចឹងដើម្បី add color នឹងបានយើងខ្ញុំសូមបង្កើត layer មួយទៀតដើម្បីដាក់ color ថ្មីណាដើម្បីកុំឲ្យជួបគ្នាជាមួយ color ចាស់នេះខ្ញុំសូមប្រើ brush tool អញ្ចឹង brush tool ខ្ញុំសូមយក brush មួយនេះប្រើដែលខ្ញុំជាប់ស្រាប់ហ្នឹងគឺប្រើហ្នឹងហើយនៅកន្លែងនេះអញ្ចឹងនៅកន្លែងនេះបើសិនជាអ្នកទាំងគ្នាគេថាវាតូចពេកយើងអាចសេរីបានអញ្ចឹងចំណុចបន្ទាប់ខ្ញុំសូមចុចនៅកន្លែងនេះអញ្ចឹងកន្លែងនេះបងប្អូនអាចចុចឲ្យរាងចានតិចមកដើម្បីមើលឃើញនឹងខ្លាំងអូខេអញ្ចឹងគឺបាទអញ្ចឹងបន្ទាប់ពីបានប៉ុណ្នេះហើយខ្ញុំសូមបន្ថយ fill បន្តិចយកប៉ុណ្នេះអូខេអញ្ចឹងចំណុចបន្ទាប់គឺខ្ញុំសូមលុកសោនៅកន្លែងនេះមួយកន្លែងនេះលុកដែរហើយបានជាយើងលុកសោដើម្បីកុំឲ្យពេលយើងដាក់រូបដាក់អីទៅពេលយើងទាញទៅវាប៉ះពាល់ដល់ background របស់យើងបាទចំណុចបន្ទាប់គឺយើងត្រូវការដាក់រូបអញ្ចឹងដោយសារខ្ញុំរូបខ្ញុំមានស្រាប់ខ្ញុំបាន download ហើយខ្ញុំកាត់ background ហើយអញ្ចឹងតេតងទៅនឹងរូបនេះអ្នកទាំងគ្នាប្រហែលជាឃើញដោយសាររូបហ្នឹងគឺខ្ញុំបង្ហាញពីវីដេអូមុនហ្នឹងពីរបៀបនៃការកាត់ background គឺខ្ញុំកាត់បានប៉ុណ្ណឹងតែជាអ្នកទាំងគ្នាបានឃើញនៅក្នុងវីដេអូហ្នឹងដោយសារខ្ញុំខុសហើយបាទជំនាញដំបូងគឺខ្ញុំសូមដាក់រូបនេះមួយសូមបាទអញ្ចឹងនៅកន្លែងនេះគឺខ្ញុំសម្រាប់ថាយកប៉ុណ្ណឹងបន្ទាប់មកខ្ញុំ copy កំប៉ុងទឹកភេទជាតិមួយអញ្ចឹងដើម្បី copy បានចុច control អក្សរ J ចុច control អក្សរ J មកបន្ទាប់មកយើងចុច control អក្សរ T អញ្ចឹងបន្ទាប់ពីយើងចុច control អក្សរ T ហើយវាចេញបែបនេះយើងត្រូវត្រឡប់រូបហ្នឹងមកក្រោមមួយដើម្បីដាក់ជាស្មៅរបស់ភេទជាតិហ្នឹងណាអញ្ចឹងយើងចុច mouse ស្ដាំមកបន្ទាប់ពីយើងចុច control T ហើយយើងចុច mouse ស្ដាំហើយយើងពាក្យថា flip vertical ណាបាទ flip vertical មកយើងទាញមកក្រោមមកអូខេខ្ញុំយកប៉ុណ្ណឹងអញ្ចឹងទាញ layer ខាងក្រោមនេះមកក្រោម layer ជាមួយនេះណាអញ្ចឹងនៅកន្លែងនេះយើងត្រូវទាញ layer នេះមកនៅក្រោមមួយនេះណាបាទទាញនៅក្រោមមកអូខេអញ្ចឹងដោយសារនៅកន្លែងនេះហ្នឹងវាឃើញវាដិតពេកអញ្ចឹងយើងត្រូវធ្វើម៉េចទៅកន្លែងហ្នឹងយើងត្រូវដាក់ gradient វាដើម្បីឲ្យឃើញស្មៅបានន័យថាស្មៅពីអត់ច្បាស់ទៅច្បាស់ណាអញ្ចឹងកន្លែងនេះយើងដាក់ឲ្យវារៀងព្រាលមកដើម្បីមើលទៅដបហ្នឹងវារៀងស្អាតជាងមុនអញ្ចឹងដើម្បីដាក់បានអ្នកទាំងគ្នាចុចនៅកន្លែងមកកន្លែងមួយមកចុចកន្លែងនឹងមួយហើយបាទអូខេអញ្ចឹងបន្ទាប់ពីចុចកន្លែងហ្នឹងហើយយើងចុចមកកន្លែង gradient នេះយើងចុចលើ gradient មកបាទនៅកន្លែង gradient tool ចុចកន្លែងនេះហើយយក basic ណាហើយនៅកន្លែងនេះយើងយក tool នេះមកបាទទាញវាបែបនេះមកបាទអញ្ចឹងខ្ញុំសម្រាប់យកថាខ្ញុំយកប៉ុណ្ណឹងហើយនៅកន្លែងនេះគឺខ្ញុំសូមបន្ថយ fill បន្តិចអញ្ចឹងនៅកន្លែងនេះ
នេះបងប្អូនអាចដាក់វារៀង blur តិចណាចូលយើងសេរីតាមហ្នឹងមកបាទអញ្ចឹងខ្ញុំយកប៉ុណ្ណឹងហើយខ្ញុំចុចពាក្យ OK ដូចសារនៅកន្លែងនេះមើលទៅវាអត់សូវមើលទៅឃើញខ្លាំងអញ្ចឹងខ្ញុំសូមថែមពណ៌កន្លែងហ្នឹងបន្តិចអូខេខ្ញុំយកប៉ុណ្ណឹងហើយសូមលុបសោវិញអញ្ចឹងចំណុចបន្ទាត់ខ្ញុំសូម add ទឹកនេះខ្ញុំសូមដាក់ផ្លែក្រូចមុននៅកន្លែងនេះគឺយើងត្រូវ Control T ដដែលហើយដោយសារខ្ញុំចង់ត្រឡប់រូបហ្នឹងមកខាងនេះវិញអញ្ចឹងយើងចុច Control T ហើយយើងចុច Mouse ស្ដាំមកយើងចុចកន្លែង Flip horizontal នេះមកបាទហើយយើងទាញមកក្រោមអញ្ចឹងខ្ញុំទាញចង់ឲ្យរូបនេះមកនៅខាងក្រោយកំប៉ុងបេតិជារបស់យើងអញ្ចឹងយើងទាញ layer វាមកក្រោមមកបាទបែបនេះស្មើឲ្យវាទៀតអញ្ចឹងដើម្បីដាក់ស្មើបានគឺខ្ញុំសូមប្រើEllipse Tool ចុះបាទអញ្ចឹងខ្ញុំសូមបង្កើត layer មួយអញ្ចឹង layer នេះយើងទាញមកក្រោម layer ទី3ដើម្បីដាក់ស្មើឲ្យផ្លែក្រូចនេះបាទជិះប៉ុណ្ណឹងណាអូខេខ្ញុំយកប៉ុណ្ណឹងទៅមកយើងចូលទៅដាក់ solid color យើងយកពណ៌ខ្មៅមកអូខេអញ្ចឹងដោយសាររូបនេះយើងមើលទៅវាអញ្ចឹងដោយសារពណ៌នេះវាខ្មៅពេកអញ្ចឹងយើងត្រូវធ្វើវារៀងព្រាលដើម្បីមើលទៅស្អាតជាងហ្នឹងណាហើយនៅកន្លែងនេះយើងបន្ថយ fill វាតិចមកអញ្ចឹង 100% ហ្នឹងយើងធ្វើការបន្ថយយើងយក cursor របស់យើង mouse របស់យើងហ្នឹង cursor របស់យើងមកដាក់នៅកន្លែងនេះមកឲ្យវាចេញសញ្ញាហ្នឹងហើយយើងចុចឲ្យឆ្វេងឲ្យជួបទាញមកបាទខ្ញុំសម្រាប់យកប៉ុណ្ណឹងបន្ទាប់មកខ្ញុំត្រូវធ្វើវាឲ្យមាន blur តិចអញ្ចឹងដើម្បីដាក់ blur ហ្នឹងបានយើងចូលមក fill មក Gaussian blur បាទយក Gaussian blur មកហើយយើងចុច convert to smart object យើងសេរីនៅកន្លែងហ្នឹងមកអញ្ចឹងកន្លែងនេះបើសិនជាយើងទាញវាកាន់តែខ្លាំងគឺវា blur កាន់តែខ្លាំងអញ្ចឹងយើងចង់បានប៉ុណ្ណាគឺយើងសេរីខ្លួនឯងនៅកន្លែងហ្នឹងបាទអញ្ចឹងខ្ញុំយកប៉ុណ្ណឹងហើយខ្ញុំចុចពាក្យថាអូខេទៅមកខ្ញុំសូម copy blur នឹងមួយដើម្បីយកមកដាក់នៅក្រោមផ្លែក្រូចនេះបាទអញ្ចឹងផ្លែក្រូចនេះនៅក្រោមបាទអញ្ចឹងត្រូវទាញវាមកក្រោមហ្នឹងណាអូខេហើយយើងទាញវានេះអញ្ចឹងបវល់វាតិចមកអូខេខ្ញុំយកប៉ុណ្ណឹងជើងផ្លែក្រូចនេះដូចគ្នាខ្ញុំសូមជើងផ្លែក្រូចនេះគឺខ្ញុំនឹង copy វាតែម្ដង Ctrl Shift J ហើយខ្ញុំទាញវាមកក្រោមខ្ញុំមកស្ដាំពេលថា flip មកនេះមកហើយទាញវាមកក្រោមនេះបាទយើងបន្ថយ fill តិចមកថយជ្រុលយើងប៉ុណ្ណឹងហើយចឹងនៅកន្លែងនេះយើងត្រូវដាក់ blur ឲ្យ object របស់យើងមកយើងចូល blur ហើយយើងយក custom blur មកទៀតបាទខ្ញុំយកប៉ុណ្ណឹងអូខេអញ្ចឹងបន្ទាប់ពីបានប៉ុណ្នេះហើយខ្ញុំសូមទៅ add ភពទឹករបស់យើងចូលចឹងទីតងទៅនឹងរូបនេះគឺខ្ញុំយកទៅខាងលើទេខាងក្រោមនេះគឺខ្ញុំមិនយកទេខ្ញុំនឹងកាត់ចេញចឹងដើម្បីកាត់បានយើងប្រើ lasso tool មកយើង select
ចូលចំណុចណាដែលយើងចង់លុបអញ្ចឹងយើងយកប៉ុណ្ណឹងទៅមកយើងឈរលើlayer ហ្នឹងហើយយើងចុចkey delete ន័យថាយើងចុច keyboard នៅលើ computer របស់យើងហ្នឹងចុច key delete មកអូខេវាឲ្យយើងមកស្ដាំស្មោះហើយយកពាក្យថា pressurize layer នេះមកហើយយើងចុច delete ម្ដងទៀតបានហើយកាលនេះខ្ញុំក៏រួមបន្តិចបាទអញ្ចឹងខ្ញុំសូមថែមរូបនេះគឺខ្ញុំចង់ថែមទៅកទៀតដើម្បីមើលទៅស្អាតបាទអញ្ចឹងនៅកន្លែងនេះគឺខ្ញុំសូម add រូបតកបន្ថែមដើម្បីដាក់ជា background ណាបាទចឹងកន្លែងនេះគឺខ្ញុំសូមកាត់បន្តិចបានខ្ញុំជឿថាអ្នកទាំងគ្នាបែរជាចេះដាក់ background ហ្នឹងទីទៅនៅ background នេះគឺខ្ញុំបាន download មកពី internet ណាបាទបាទចឹងចំណុចបន្ទាប់គឺយើងនឹងធ្វើការសរសេរអក្សរបន្ថែមតិចទៀតគឺនឹងចប់នៃ poster នេះហើយចុចនេះមកទៅលើនេះមកបាទនៅកន្លែងនេះខ្ញុំសូម copy មួយបាទចឹងបន្ទាប់ពីបានពេលនេះហើយខ្ញុំសូមធ្វើការផ្លាស់ប្ដូរពណ៌អក្សរនេះបន្តិចណាចឹងពណ៌អក្សរនេះចឹងដើម្បីផ្លាស់ប្ដូរពណ៌អក្សរនឹងបានយើងចុចម៉ៅឆ្វេង double click លើនឹងមកយើងចង់ដាក់ពណ៌អីយើងជ្រើសរើសខ្លួនឯងអូខេអញ្ចឹងនៅក្នុង poster ហ្នឹងគឺខ្ញុំសូមបញ្ចប់តែប៉ុណ្ណឹងបើសិនជាអ្នកទាំងអស់គ្នាចង់រៀនធ្វើ poster បែបនេះនៅក្នុងកម្មវិធី Adobe Photoshop អ្នកទាំងអស់គ្នាអាចមើលវីដេអូនេះឬបើសិនជាមិនយល់កន្លែងណាទេអ្នកទាំងអស់គ្នាអាចឆាត់សួរនៅ Telegram របស់ខ្ញុំក៏បានដែរណាខ្ញុំដាក់ link Telegram នៅក្នុងcomment នេះបាទអរគុណច្រើន